មុននឹងជឿអ្វីសូមប្រកបដោយសុភវិនិច្ឆ័យគិតគូរឲ្យបានច្បាស់លាស់ជាពិសេសសូមឲ្យយើងស្វែងយល់អំពីព័ត៌មានពិតឲ្យច្រើនព្រោះមានតែសភាវៈពិតទេដែលអាចដោះស្រាយរាល់បញ្ហាទាំងឡាយឲ្យត្រឡប់មកល្អប្រសើរវិញហើយមានតែសភាវៈពិតទេដែលអាចអភិវឌ្ឍអាចធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនការមិនពិតទោះក្នុងទម្រង់រូបភាពណាក៏ដោយមិនត្រឹមតែបង្កភាពក្តៅក្រហាយតែម្យ៉ាងទេវាថែមទាំងបន្តិចបន្តអាក់រាល់នៅការរីកចម្រើនរបស់ប្រទេសជាតិយើងសង្គមជាតិយើងទាំងមូលដែរហើយអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺថាបើកាលណាទស្សនៈផ្ទុយគ្នាច្រើនហើយបង្កជាជម្លោះក្នុងបញ្ហាព័ត៌មានមិនពិតទេធ្វើឲ្យការបន្ទុះសារាយរវាងយុវជននិងយុវជនមានឡើងតស៊ូមតិរវាងអ្នកដឹងព័ត៌មានពិតនិងអ្នកដឹងព័ត៌មានមិនពិតរវាងអ្នកស្នេហាជាតិនិងអ្នកស្នេហាជាតិប៉ុន្តែស្ថិតក្នុងនិន្នាការនយោបាយខុសគ្នាឬក៏ស្ថិតនៅក្នុងផ្នត់គំនិតការគាំទ្រខុសគ្នាជាដើមអញ្ចឹងការឈ្លោះប្រកែកគ្នានេះរុញច្រានឲ្យប្រទេសកម្ពុជាយើងធ្លាប់ជួបប្រវត្តិសាស្ត្រមករាប់មិនអស់ទៅហើយក្នុងការរុញច្រានប្រទេសកម្ពុជាយើងឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាមឬផលវិបាកអស្ថិរភាពដែលកើតឡើងពីបញ្ហាសេដ្ឋកិច្ចបញ្ហាសុខសន្តិភាពជាដើមអញ្ចឹងសូមឲ្យបងប្អូនជនរួមជាតិទាំងក្នុងប្រទេសនិងក្រៅប្រទេសលើកទឹកចិត្តឲ្យយើងសាមគ្គីគ្នាស្រឡាញ់គ្នាក្នុងនាមជាខ្មែរហើយស្រឡាញ់ទឹកដីរបស់យើងដោយចេញពីទឹកចិត្តបរិសុទ្ធរួមគ្នាថែរក្សារួមគ្នាការពារប៉ុន្តែការថែរក្សានោះត្រូវប្រកបដោយឆន្ទៈដ៏ត្រឹមត្រូវជៀសវាងការស្នេហាជាតិដែលលោកឡំជាមួយនឹងភ្លើងគំនុំឬភ្លើងអកតេណាធ្វើឲ្យពាក្យថាស្នេហាជាតិនេះវាប្រែក្លាយទៅជាការបំបែកបំបាក់រវាងខ្មែរនិងខ្មែរទៅវិញអ្វីដែលសំខាន់នរណាក៏ចេះស្រឡាញ់ចេះស្នេហាជាតិនរណាក៏ចេះស្រឡាញ់ស្នេហាសាសនាដែរប្រជាពលរដ្ឋនិងរដ្ឋហាក់បីដូចជាដួងភ្នែកនិងប្រស្រីភ្នែកអញ្ចឹងដែរបើភ្នែកឈឺប្រជាពលរដ្ឋយើងត្រូវដឹងថាបើកែវភ្នែកឈឺប្រស្រីភ្នែកក៏ឈឺបើប្រស្រីភ្នែកឈឺកែវភ្នែកក៏ឈឺយ៉ាងណាបើប្រជាពលរដ្ឋរងទុក្ខឬក៏มันមាននៅសេចក្តីសុខរដ្ឋក៏លំបាកបើរដ្ឋលំបាកប្រជាពលរដ្ឋខ្លួនឯងក៏មិនមានសេចក្តីសុខមិនខុសគ្នាអំពីសាសនាទេបើប្រជាពលរដ្ឋបានទទួលសុខសាន្តត្រានព្រះសង្ឃក៏ទទួលបានសុខសាន្តត្រានដូចគ្នាប៉ុន្តែបើប្រជាពលរដ្ឋមានផលលំបាកច្បាស់ណាស់ថាព្រះសង្ឃក៏មានផលលំបាកដូចគ្នាខ្ញុំកណាមកពេលនេះមិនមែនក្នុងនាមបម្រើឲ្យនិន្នាការនយោបាយណាមួយទេប៉ុន្តែបងប្អូនប្រជាពលរដ្ឋទាំងអស់សូមជ្រាបថាឆ្នាំងបាយរបស់លោកសង្ឃគឺប្រជាពុទ្ធបរិស័ទនៅក្នុងព្រះរាជាណាចក្រពុទ្ធបរិស័ទជាង16លាននាក់នេះទ្រទ្រង់ព្រះសង្ឃជាង 50,000 អង្គក្នុងប្រទេសអប់រំទទួលឲ្យព្រះអង្គបានអប់រំសិក្សារៀនសូត្រឲ្យព្រះអង្គបានគង់នៅស្រួលក្នុងពភ្នោះដើម្បីបន្តនៅអាយុជីវិតរបស់ពុទ្ធសាសនាព្រោះគំរូនេះមិនមែនតែខ្ញុំបកណ្ណាអាត្មាភាពទឹមតែចាប់ផ្ដើមមកអង្គឯងទេអតីតសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកគ្រប់ព្រះអង្គច្រើនចំនួនច្រើនសម័យកាលមកហើយដែលព្រះអង្គបំពេញនៅព្រះរាជបេសកកម្មក្នុងនាមជាព្រះសង្ឃឬក៏បំពេញនៅកាតព្វកិច្ចក្នុងនាមជាព្រះសង្ឃក្នុងដែនកម្ពុជារដ្ឋឧទាហរណ៍យ៉ាងសម្ដេចព្រះមហាសង្ឃរាជជោទញ្ញាណោនៃព្រះមហាសង្ឃរាជគណៈមហានិកាយសម្ដេចព្រះសង្ឃរាជជួនណាតព្រះអង្គខ្វល់ខ្វាយអំពីសុខទុក្ខរបស់អក្សរសាស្ត្រជាតិទើបព្រះអង្គប្រមូលនៅក្បួនច្បាប់គម្ពីរបង្កើតឲ្យទៅបានជាក្រុមប្រឹក្សា
អក្សរសាស្ត្រជាតិដែលព្រៀងដោយវចនានុក្រមជាដើមដែលគ្រប់ព្រះអង្គក្នុងសម័យកាលនោះសម្ដេចព្រះល្វីឯមសម្ដេចហូតាជាដើមសិតតែព្រះអង្គបានលះបង់នៅវកាយពលរបស់ព្រះអង្គក្នុងការបម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋមិនខុសអំពីបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់ជាតិមាតុប្រទេសខ្លួនឯងទេព្រះអាចារ្យហែមជាវព្រះអង្គសុខចិត្តលះបង់សេរីភាពរបស់ព្រះអង្គរហូតដល់ចូលទីបង្គត់ក្នុងការរក្សាឲ្យបាននៅអក្សរសាស្ត្រជាតិសម្រាប់ដល់ប្រជាជាតិទាំងមូលសម្ដេចព្រះសង្ឃរាជផ្សេងជាពិសេសសម្ដេចព្រះកោសានន្ទវាយាវដែលព្រះអង្គបានដឹកនាំគណៈធម្មយាត្រាក្នុងសមរភូមិសង្គ្រាមដើម្បីសម្ដែងនៅពធទេសនាឲ្យខ្មែររួបរวมសាមគ្គីស្រឡាញ់គ្នារស់នៅដោយសន្តិភាពខ្ញុំកណ្ដាលអាត្មាក៏មិនបានដៅប្រាសចាអំពីអ្វីដែលជាវីរៈគំរូរបស់ព្រះសង្ឃអង្គមុនទេគឺនឹករលឹកព្រួយបារម្ភក្រែងលោកខ្មែរនិងខ្មែរនិយាយស្ដាប់គ្នាលែងបានព្រោះតែការប្រទាំងប្រទេសវិវាទរវាងពាក្យសម្ដីនិងពាក្យសម្ដីដំបូងឡើយខ្មែរនិយាយគ្នាពីរោះពិសាប៉ុន្តែដោយសារផ្ទុះសនៈរៀងខ្លួនការកាន់ជើងនៅនិន្នាការរៀងខ្លួនធ្វើឲ្យបែកបាក់ពាក្យសម្ដីរហូតបង្កជាចំនួនពាក្យសម្ដីពេលដែលមានការបង្កចំនួនពាក្យសម្ដីខ្ញុំកណាត់អាត្មាក៏មិនទាន់មានសកម្មភាពណាមួយក្នុងការឲ្យបងប្អូនឃើញដោយសពថ្ងៃទេប៉ុន្តែបន្ទាប់ពីខ្មែរមានចំនួនពាក្យសម្ដីរវាងខ្មែរក្នុងស្រុកនិងខ្មែរក្រៅស្រុកឬក៏រវាងខ្មែរក្នុងស្រុកនិងខ្មែរក្នុងស្រុកហើយអាចមានសកម្មភាពផ្សេងដូចជាយើងមានបំណងនាំគ្នាចង់ធ្វើបាតកម្មចង់ធ្វើកោតកម្មអីផ្សេងជាដើមបងប្អូនប្រជាពលរដ្ឋការធ្វើបាតកម្មនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ពិតមែនប៉ុន្តែលោកតាតែធ្វើត្រូវទៅតាមច្បាប់នៃរដ្ឋធម្មនុញ្ញដែលបានកំណត់ហើយការដែលធ្វើបែបនេះពេលខ្លះវាកំណត់អំពីជោគវាសនាប្រទេសជាតិរបស់យើងដូចគ្នាប្រទេសជាតិដែលបដូរខ្លះគ្នាដោយការធ្វើបែបនេះរមែងមិនរីកចម្រើនទៅមុខបានទេហើយនឹងជួបវិនាសកម្មទៅទៀតខ្ញុំកណាមកនេះមិនអំពាវនាវឲ្យបងប្អូនស្រឡាញ់ខាងណាស្អប់ខាងណាទេប៉ុន្តែបងប្អូនជនរួមជាតិរស់នៅក្នុងនិន្នាការនយោបាយណាក៏ដោយបើស្រឡាញ់ពេញចិត្តឬមិនពេញចិត្តចាំទៅនិយាយគ្នាពេលដែលបងប្អូនគូសវាសលើស្លឹកឆ្នោតចុះកុំឆ្លោះគ្នាដោយការប្រើប្រាស់ពាក្យសម្ដីព្រោះការធ្វើបាតកម្មក្តីកោតកម្មក្តីច្បាស់ណាស់ថាដំបូងឡើយវានឹងកើតឡើងពីការអហិង្សាឬការបញ្ចេញមតិសិនប៉ុន្តែយូរទៅបើនៅតែបន្តហិង្សានឹងកើតឡើងព្រោះកំហឹងពេលណាភ្លើងកាន់តែឆេះខ្លាំងកាន់តែក្តៅខ្លាំងអញ្ចឹងយើងកុំចូលចិត្តយកការប្រើប្រាស់វិធីសាស្ត្រក្តៅមកនិយាយគ្នារវាងខ្មែរនិងខ្មែរក៏បីប្រើវិធីសាស្ត្រដ៏ត្រជាក់គឺការបញ្ចេញមតិប្រកបដោយក្រមសីលធម៌យើងឃើញទេខ្មែរយើងឥឡូវនេះចូលចិត្តបញ្ចេញមតិបែបក្តៅក្រហាយបែបថែមភ្លើងឲ្យឆេះខ្លាំងឬក៏ថាបែបចាក់សាំងលើរងើកដែលកំពុងតែមានស្រាច់ការធ្វើបែបនេះមិនមែនជាការជួយជាតិទេប៉ុន្តែជាការដែលធ្វើឲ្យជាតិកាន់តែបែកបាក់មិនខុសពីការហែកទ្រង់ខ្លួនឯងឲ្យក្អែកចោលទេមានតែការនិយាយគ្នាប្រកបដោយសន្តិវិធីទេការដែលនិយាយគ្នាដោយភាពបង្រួបបង្រួមទេទើបបាននៅប្រយោជន៍ជូនជាតិរបស់យើងពិតប្រាកដអ្វីដែលខ្ញុំកណាត់ស្មារតីសំណងពរសូមឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនទាំងអស់ក៏ដូចជាបងប្អូនខ្មែរទាំងក្នុងស្រុកក្រៅស្រុកក៏បីសិក្សារៀនសូត្រឲ្យបានជាក់លាក់អំពីប្រវត្តិសាស្ត្រខ្លួនហើយធ្វើដូចម្ដេចកុំឲ្យរុញប្រទេសកម្ពុជាធ្លាក់ចូលក្នុងប្រវត្តិសាស្ត្រច្រំដែលមកដល់សម័យនេះគ្រាន់តែយើងកើសង្គ្រាមប្រមាណទសវត្សរ៍យើងរត់ស្ទើរតែមិនទាន់គេប្រទេសជិតខាងគេទំនើបគេអភិវឌ្ឍជាងយើងមិនមែនមកពីគេក្រាន់បើជាងយើងទេប៉ុន្តែមកពីប្រទេសគេអត់សង្គ្រាម
មានការអីគេនិយាយគ្នាប្រកបដោយសន្តិវិធីប៉ុន្តែប្រទេសជាតិយើងមិនទាន់បាននៅការធ្វើបែបនោះនៅឡើយទេកាលឆ្នាំដែលសម័យសង្គមរាស្ត្រនិយម GDP របស់ប្រជាពលរដ្ឋកម្ពុជាមានជាង$200ដែលទន្ទឹមនឹងនោះកូរ៉េខាងត្បូងមានត្រឹមតែ$70ជាងទេប៉ុន្តែដោយសារតែភ្លើងសង្គ្រាមរបស់យើងធ្លាក់ចុះមកដល់ប្រទេសយើងជោគវាសនាប្រទេសយើងក៏ឡាប់ចាក់ប្រជាជនពីច្រើនត្រឡប់មកតិចការអភិវឌ្ឍជឿនលឿនត្រឡប់មកក្លាយជាប្រទេសក្រីក្រសាជាថ្មីហើយចាប់ផ្ដើមមកទល់ថ្ងៃនេះអញ្ចឹងមកពីអីមកពីខ្មែរឆ្លោះគ្នានឹងខ្មែរបើខ្មែរឆ្លោះគ្នាជាមួយនឹងបរទេសឲ្យចំតែខ្លួនឆ្លោះជាមួយបរទេសកុំឲ្យយកលេសបរទេសប៉ុន្តែមកហែកហួរខ្មែរនិងខ្មែរគ្នាឯងនោះវាធ្វើឲ្យដំណើរការនៃការកសាងប្រទេសជាតិវាយឺតអស់គ្រប់វិស័យការបាត់បង់ភាពខាតកើតឡើងពីការបែកបាក់បងប្អូនជាពលរដ្ឋមហាប្រជាពលបរិស័ទទាំងអស់ជ្រាបថាប្រទេសជាតិមិនបាត់បង់ដោយសារការអភិវឌ្ឍទេប៉ុន្តែប្រទេសជាតិនឹងបាត់បង់ទៅដោយការបែកបាក់គ្នាចង់មិនចង់ពេលដែលឆ្លោះគ្នាគឺបែកបាក់ហើយចង់មិនចង់ពេលដែលបែកបាក់គឺការខាតបង់រមែងមានកុំនិយាយធ្វេសដល់ការបាត់បង់ទឹកដីជារឿងសំខាន់ត្រឹមតែសេដ្ឋកិច្ចជាតិក៏នឹងប្រឈមមុខខ្លាំងដែរបើសិនជាយើងបែកបាក់ការវិនិយោគពីបណ្ដាក្រៅប្រទេសក៏នឹងចុះខ្សោយបើកាលណាយើងឈ្លោះប្រកែកគ្នាភ្ញៀវទេសចរបណ្ដាលលើពិភពលោកនឹងកលេចមកប្រទេសយើងជាប្រទេសគ្រោះថ្នាក់ហើយគេមិនចង់មកទស្សនាប្រទេសយើងចំណូលទេសចរយើងនឹងចុះខ្សោយវិស័យកត្តាធំសំខាន់ទាំងអស់នេះហើយធ្វើឲ្យខ្មែរយើងពិបាកក្នុងការងើបមុខលើឆាកអន្តរជាតិបើដរាបណាយើងឈ្លោះប្រកែកគ្នាម្ដងទៀតឬបើដរាបណាយើងបែកបាក់គ្នាម្ដងទៀតអត់មានផលចំណេញណាបានមកពីការឈ្លោះប្រកែកគ្នាទេដោយរឿងព្រំដែនក្តីរឿងអភិវឌ្ឍតំបន់ណាក្តីយើងទាំងឡាយមុននឹងមិនពេញចិត្តឬពេញចិត្តយើងត្រូវតែសិក្សាឲ្យឃើញសិនអំពីផលវិបាកឬក៏អំពីផលចំណេញនៃការការពារឬការអភិវឌ្ឍណាមួយធម្មតាធ្វើរមែងប៉ះពាល់ខ្លះហើយធម្មតាអ្នកធ្វើរមែងមិនត្រូវអធិស្ឋានអ្នកដែលចាំមើលទាំងអស់ក៏ពិតមែនប៉ុន្តែយើងសូមគិតអំពីផលប្រយោជន៍រួមជាធំជាជាងផលប្រយោជន៍ส่วนตัวនិយមព្រោះខ្មែរយើងពីមហានគរគឺខ្មែរចេះរួបរวมគ្នាទើបយើងកើតជាចក្រភពមួយដ៏រុងរឿងក្រោយមកយើងបែកបាក់គ្នាព្រោះសង្គ្រាមឈ្លានពានខ្លះព្រោះសង្គ្រាមស៊ីវិលខ្លះធ្វើឲ្យយើងតូចមកដល់សពថ្ងៃតែជោគវាសនាយើងនេះវាកំសត់ប៉ុណ្ណាទៅទៀតឬក៏យើងចង់ឲ្យប្រទេសជាតិយើងកំសត់ម្ដងហើយម្ដងទៀតឥតមានថ្ងៃស្រាកស្រាងឬក៏យ៉ាងណាទុកសោកវិនាសកម្មកើតឡើងពីសង្គ្រាមក្របបែកមីនយោធិនតិកាកុមារកំព្រាស្ត្រីមេម៉ាយវត្តអារាមខូចខាតអគារសាសនាខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកភ្លើងដាច់គ្រប់កន្លែងវិនាសកម្មដ៏ខ្មៅងងឹតនេះអ្នកដែលកើតទាន់យើងបានឃើញហើយចំណែកអ្នកដែលកើតមិនទាន់ក៏គួរតែកលេសទៅមើលប្រវត្តិសាស្ត្រឲ្យច្បាស់លាស់ថាសោកនាដកម្មនោះវារបៀបណាអញ្ចឹងក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជាដែលមានបំណងស្នេហាជាតិទាំងអស់តើយើងក៏បីនឹងរុញច្រានប្រទេសយើងឲ្យធ្លាក់ចូលទៅក្នុងភាពខ្មៅងងឹតបែបនេះទៀតឬក៏យ៉ាងណាបើប្រទេសមានការអភិវឌ្ឍឬសុខសាន្តត្រានហើយយើងពេញចិត្តមិនពេញចិត្តយើងសូមនិយាយគ្នាដោយសន្តិវិធីហើយមុននឹងហាមាត់ជេរប្រទេសបដាសាឆ្លោះប្រកែកសូមឲ្យគិតថាគាត់ជាខ្មែរខ្ញុំក៏ជាខ្មែរខ្ញុំជាគាត់ខ្ញុំហាក់បីដូចជាជាខ្មែរតែមូលហាក់បីដូចជាជាម៉ែឪបងប្អូនខ្ញុំអញ្ចឹងដែរគាត់ជាខ្ញុំហាក់បីដូចជាគាត់
ជេរខ្មែរទាំងមូលអញ្ចឹងដែរព្រោះជេរគ្នាឬក៏ចោទប្រកាន់គ្នាដោយយកពាក្យមួយម៉ាត់ថាខ្ញុំជេរមកពីខ្ញុំស្នេហាជាតិការស្នេហាបែបនេះការប្រើពាក្យសម្ដីតគោះបោកបែបនេះក្នុងការស្នេហាជាតិជារឿងដែលខុសស្រឡះបងប្អូនមហាវិជាពុទ្ធបរិស័ទទាំងអស់យើងគ្រប់គ្នាមនុស្សមិនទាន់ជាព្រះទេបើគេជេរយើងមិនខឹងមែនទេខឹងអត់ខឹងទេពេលដែលយើងខឹងហើយយើងនៅស្ដាប់ហេតុផលបានទៀតទេអត់ទេតែគេជេរឲ្យខឹងហើយឆេះហើយអត់ស្ដាប់ហេតុផលអីបានទៀតទេបើសិនតែចេញមកអាឆ្កែអាឆ្មាហើយទៅស្ដាប់អីតែជេរគេអាឆ្កែដូចជាអាឆ្កែស្ដាប់នឹងអត់យល់អញ្ចឹងមែនព្រោះដោយសារមនុស្សលើកំហឹងមកស្ដាប់ទៅហើយលែងយល់ចឹងមុននឹងនិយាយស្ដីអីយើងក៏បីប្រកាន់ក្រមសីលធម៌ពាក្យខ្មែរជាពាក្យបរិបូរដោយពាក្យពីរោះណាចុះមិនឥឡូវយើងលែងចេះពាក្យពីរោះចេះតែពាក្យជេរទៅវិញឬក៏ថាយើងចង់ញ៉ាំងសន្តានរបស់យើងឲ្យធ្លាក់ចុះក្នុងវិស័យដែលអន់ថយតាមរបៀបខ្វះក្រមសីលធម៌ឬក៏របៀបម៉េចនៅនឹងគឺថាអត់ចំណេញទេខ្ញុំកណាត់អាត្មានិយាយបែបនេះមិនមែនព្រោះតែគោលបំណងអ្វីផ្សេងទេក្រៅពីចង់លើកថាមានតែភាពអធន់ឲ្យខ្ពស់ទេទើបយើងអាចសម្រេចកិច្ចការងារធំបាទមានតែការគិតឲ្យវែងឆ្ងាយទេទើបការធ្វើកិច្ចការងាររបស់យើងប្រកបដោយជោគជ័យដល់ទៅចាស់ទៅចោលយើងដែលលើពាក្យបុរាណថាតាក់តក់ពេញនំពងឆុងកន្លះទៅហេតុមកពីពាក្យថាបើអ្វីដែលវាខុសខាក់មើលទៅបានតែកាយវិការទេតែលទ្ធផលវាអត់ទទួលយកបានទេយើងក៏បីធ្វើអ្វីដែលប្រកបដោយគុណភាពហើយអាណិតអ្នកដែលកសាងអ្នកដែលធ្វើផងអាណិតពូជសាសយើងផងបាក់មកច្រើនហើយយើងខ្លួនឯងមិនចេះចង់ឲ្យពូជសាសខ្លួនឯងបានសុខសាន្តត្រានចេះតែនាំគ្នាបកកទៅក្តៅក្រហាយអីចឹងវាមានតែចំណេញអីចំណេញតែគេមាក់ងាយយើងទេណាគ្រាន់តែប្រវត្តិសាស្ត្រខ្មែរធ្លាក់ចុះក្នុងសម័យខ្មែរក្រហមបណ្ដាលប្រទេសអឺរ៉ុបលើពិភពលោកឮពាក្យថាខ្មែរគេនឹកឃើញដល់ពូជខូខើព្រោះព័ត៌មានថាខ្មែរសម្រាប់ខ្មែរកាលនោះវាយដំច្រំធាក់ឡាប់កាប់អញ្ចឹងភាពស្អុយដែលកើតឡើងពីប្រវត្តិសាស្ត្រយើងធ្លាប់ជួបនេះវានៅផ្សាយទៅបណ្ដាប្រទេសលើពិភពលោកមិនទាន់បាត់ណាឡើយទេហើយយើងសពថ្ងៃមិនទាន់នឹងថឹងអីប្រកបវិជាទេមិននឹកឃើញតែអញ្ចេះក្មេងៗឆ្លោះគ្នារឿងនយោបាយឬក៏ឆ្លោះគ្នារឿងអីផ្សេងជាបន្តិចគំរាមកំហែងគ្នាប៉ុណ្ណឹងទៅហើយជប់បជ្រុលជារុញច្រានប្រទេសឲ្យបាត់បង់ម្ចាស់ការទៀតមិនកាប់សម្លាប់គ្នាហើយទៀតទេដឹងឬយ៉ាងម៉េចយើងគិតមើលអញ្ចឹងវិនិស្សកម្មអាចមានបើសិនជាយើងមិនចាប់ផ្ដើមពង្រួមផ្សះផ្សាឥឡូវនេះទេអញ្ចឹងដំណើររបស់ខ្ញុំកណាត់ស្មារតីនេះអត់មានអ្វីក្រៅពីចង់ឲ្យខ្មែរផ្សះផ្សាគ្នារវាងដំបៅក្នុងចិត្តដំបៅក្នុងចិត្តមានរៀងខ្លួនអញ្ចឹងហើយយើងគួរដាក់ឆ្នាំវាគឺភាពអត់ធន់នៃខ្ពងខ្ពស់បន្តិចហើយយើងប្រើវិធីសាស្ត្រងាកមកនិយាយគ្នាឲ្យត្រជាក់បើអ្នកនយោបាយក្តៅយើងត្រជាក់
កុំអាក្តៅតាមអ្នកនយោបាយព្រោះការក្តៅពេលខ្លះវាអត់ត្រូវចំណុចហើយដូចខ្ញុំកណាអាត្មាមិនព្រួយបារម្ភពីការគេជេរប្រទេសប្រដាសាខ្ញុំកណាអាត្មាទេព្រោះខ្ញុំកណាអាត្មាគេជេរតាំងពីដើមមកហើយជេរស្រេចបាត់ទៅហើយគេជេរតាំងពីដើមស្រេចមកហើយចំណែកខ្ញុំកណាអាត្មាក៏មិនទៅសប្បាយរីករាយជាមួយនឹងការសរសើរដែរព្រោះការសរសើរគេសរសើរតាំងពីដើមមកហើយទាំងទីនេះមានមកសាច់បាត់ទៅហើយគឺអ្វីដែលខ្ញុំកណាព្រួយបារម្ភខ្លាចខ្មែរយើងឆ្លោះគ្នាម្ដងទៀតខ្លាចខ្មែរយើងចាញ់បោកគេទៅឆ្លោះជាមួយបងប្អូនខ្លួនឯងខ្លាចខ្មែរនិយាយស្ដាប់គ្នាលែងបានអញ្ចឹងសូមឲ្យបងប្អូនជុំរំជាទាំងក្នុងប្រទេសនិងក្រៅប្រទេសលើកទឹកចិត្តឲ្យយើងសាមគ្គីគ្នាស្រឡាញ់គ្នាក្នុងនាមជាខ្មែរហើយស្រឡាញ់ទឹកដីរបស់យើងដោយចេញពីទឹកចិត្តបរិសុទ្ធរួមគ្នាថែរក្សារួមគ្នាការពារប៉ុន្តែការថែរក្សានោះត្រូវប្រកបដោយឆន្ទៈដ៏ត្រឹមត្រូវជៀសវាងការស្នេហាជាតិដែលលោកឡំជាមួយនឹងភ្លើងគំនុំឬភ្លើងអកតេណាធ្វើឲ្យពាក្យថាស្នេហាជាតិនេះវាប្រែក្លាយទៅជាការបំបែកបំបាក់រវាងខ្មែរនិងខ្មែរទៅវិញអ្វីដែលសំខាន់នរណាក៏ចេះស្រឡាញ់ចេះស្នេហាជាតិនរណាក៏ចេះស្រឡាញ់ស្នេហាសាសនាដែរប្រជាពលរដ្ឋនិងរដ្ឋហាក់បីដូចជាដួងភ្នែកនិងប្រស្រីភ្នែកអញ្ចឹងដែរបើភ្នែកឈឺប្រជាពលរដ្ឋយើងត្រូវដឹងថាបើកែវភ្នែកឈឺប្រស្រីភ្នែកក៏ឈឺបើប្រស្រីភ្នែកឈឺកែវភ្នែកក៏ឈឺយ៉ាងណាបើប្រជាពលរដ្ឋរងទុក្ខឬក៏มันមាននៅសេចក្តីសុខរដ្ឋក៏លំបាកបើរដ្ឋលំបាកប្រជាពលរដ្ឋខ្លួនឯងក៏មិនមានសេចក្តីសុខមិនខុសគ្នាអំពីសាសនាទេបើប្រជាពលរដ្ឋបានទទួលសុខសាន្តត្រានព្រះសង្ឃក៏ទទួលបានសុខសាន្តត្រានដូចគ្នាប៉ុន្តែបើប្រជាពលរដ្ឋមានផលលំបាកច្បាស់ណាស់ថាព្រះសង្ឃក៏មានផលលំបាកដូចគ្នាខ្ញុំណាមកពេលនេះមិនមែនក្នុងនាមបម្រើឲ្យនិន្នាការនយោបាយណាមួយទេប៉ុន្តែបងប្អូនប្រជាពលរដ្ឋទាំងអស់សូមជ្រាបថាឆ្នាំងបាយរបស់លោកសង្ឃគឺប្រជាពុទ្ធបរិស័ទនៅក្នុងព្រះរាជាណាចក្រពុទ្ធបរិស័ទជាង16លាននាក់នេះទ្រទ្រង់ព្រះសង្ឃជាង50000អង្គក្នុងប្រទេសអប់រំទទួលឲ្យព្រះអង្គបានអប់រំសិក្សារៀនសូត្រឲ្យព្រះអង្គបានគង់នៅស្រួលក្នុងប្រភ្នោះដើម្បីបន្តនៅអាយុជីវិតរបស់ពុទ្ធសាសនាព្រោះគំរូនេះមិនមែនតែខ្ញុំបកណ្ណាអាត្មាភាពទឹមតែចាប់ផ្ដើមមកអង្គឯងទេអតីតសម្ដេចព្រះសង្ឃរូបកសង្ឃរាជសម្ដេចព្រះសង្ឃនាយកគ្រប់ព្រះអង្គច្រើនចំនួនច្រើនសម័យកាលមកហើយនៅព្រះអង្គបំពេញនៅព្រះរាជបេសកកម្មក្នុងនាមជាព្រះសង្ឃឬក៏បំពេញនៅកាតព្វកិច្ចក្នុងនាមជាព្រះសង្ឃក្នុងដែនកម្ពុជារដ្ឋឧទាហរណ៍យ៉ាងសម្ដេចព្រះអគ្គមហាសម្ដេចព្រះមហាសង្ឃរាជជោទញ្ញាណោសម្ដេចព្រះមហាសង្ឃរាជគណៈមហានិកាយសម្ដេចព្រះសង្ឃរាជជួនណាតព្រះអង្គខ្វល់ខ្វាយអំពីសុខទុក្ខរបស់អក្សរសាស្ត្រជាតិទើបព្រះអង្គប្រមូលនៅក្បួនច្បាប់គម្ពីរបង្កើតឲ្យទៅបានជាក្រុមប្រឹក្សាអក្សរសាស្ត្រជាតិដែលព្រានដោយវចនានុក្រមជាដើមសម្ដេចគ្រប់ព្រះអង្គក្នុងសម័យកាលនោះសម្ដេចព្រះល្វីអែមសម្ដេចហួតតាជាដើមសិទ្ធិព្រះអង្គបានលះបង់នៅប្រកាយពលរបស់ព្រះអង្គក្នុងការបម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋមិនខុសអំពីបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់ជាតិមាតុប្រទេសខ្លួនឯងទេព្រះអាចារ្យហែមជាវព្រះអង្គសុខចិត្តលះបង់សេរីភាពរបស់ព្រះអង្គរហូតដល់ចូលទីបង្គត់
ក្នុងការរក្សាឲ្យបាននៅអក្សរសាស្ត្រជាតិសម្រាប់ដល់ប្រជាជាតិទាំងមូលសម្ដេចព្រះសង្ឃរាជផ្សេងជាពិសេសសម្ដេចព្រះខូសានន្ទវាយាវដែលព្រះអង្គបានដឹកនាំគណៈធម្មយាត្រាក្នុងសមរភូមិសង្គ្រាមដើម្បីសម្ដែងនៅពធទេសនាឲ្យខ្មែររួបរวมសាមគ្គីស្រឡាញ់គ្នារស់នៅដោយសន្តិភាពខ្ញុំកណ្ដាលអាត្មាក៏មិនបានដៅប្រាសចាអំពីអ្វីដែលជាវីរៈគំរូរបស់ព្រះសង្ឃអង្គមុនទេគឺនឹករលឹកព្រួយបារម្ភក្រែងលោកខ្មែរនិងខ្មែរនិយាយស្ដាប់គ្នាលែងបានព្រោះតែការប្រទាំងប្រទេសវិវាទរវាងពាក្យសម្ដីនិងពាក្យសម្ដីដំបូងឡើយខ្មែរនិយាយគ្នាពីរោះពិសាប៉ុន្តែដោយសារទស្សនៈរៀងខ្លួនការកាន់ជើងនៅនិន្នាការរៀងខ្លួនធ្វើឲ្យបែកបាក់ពាក្យសម្ដីរហូតបង្កជាចំនួនពាក្យសម្ដីអញ្ចឹងយើងកុំចូលចិត្តយកការប្រើប្រាស់វិធីសាស្ត្រក្តៅមកនិយាយគ្នារវាងខ្មែរនិងខ្មែរក៏បីប្រើវិធីសាស្ត្រដ៏ត្រជាក់គឺការបញ្ចេញមតិប្រកបដោយក្រមសីលធម៌យើងឃើញទេខ្មែរយើងឥឡូវនេះចូលចិត្តបញ្ចេញមតិបែបក្តៅកាហាយបែបថែនភ្លើងឲ្យឆេះខ្លាំងឬក៏ថាបែបចាក់សាំងលើរងើកដែលកំពុងតែមានស្រាច់ការធ្វើបែបនេះមិនមែនជាការជួយជាតិទេប៉ុន្តែជាការដែលធ្វើឲ្យជាតិកាន់តែបែកបាក់មិនខុសពីការហែកទ្រង់ខ្លួនឯងឲ្យក្អែកចោលទេមានតែការនិយាយគ្នាប្រកបដោយសន្តិវិធីទេការដែលនិយាយគ្នាដោយភាពបង្រួបបង្រួមទេទើបបាននៅប្រយោជន៍ជូនជាតិរបស់យើងគាត់ប្រកបអ្វីដែលខ្ញុំកណ្ដាលអាត្មាភាពសំណូមពរសូមឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនទាំងអស់ក៏ដូចជាបងប្អូនខ្មែរទាំងក្នុងស្រុកក្រៅស្រុកក៏បីសិក្សារៀនសូត្រឲ្យបានជាក់លាក់អំពីប្រវត្តិសាស្ត្រខ្លួនហើយធ្វើដូចម្ដេចកុំឲ្យរុញប្រទេសកម្ពុជាធ្លាក់ចូលក្នុងប្រវត្តិសាស្ត្រច្រាំដែលមកដល់សម័យនេះគ្រាន់តែយើងកើតសង្គ្រាមប្រមាណទសវត្សរ៍យើងរត់ស្ទើរតែមិនទាន់គេប្រទេសជិតខាងគេទំនើបគេអភិវឌ្ឍជាងយើងមិនមែនមកពីគេក្រាន់បើជាងយើងទេប៉ុន្តែមកពីប្រទេសគេអត់សង្គ្រាមមានការអីគេនិយាយគ្នាប្រកបដោយសន្តិវិធីប៉ុន្តែប្រទេសជាតិយើងមិនទាន់បាននៅការធ្វើបែបនោះនៅឡើយទេកាលឆ្នាំដែលសម័យសង្គមរាស្ត្រនិយម GDP របស់ប្រជាពលរដ្ឋកម្ពុជាមានជាង$200ដែលទៅទិមនៅនោះកូរ៉េខាងត្បូងមានត្រឹមតែ$70ជាងទេប៉ុន្តែដោយសារតែភ្លើងសង្គ្រាមរបស់យើងធ្លាក់ចុះមកដល់ប្រទេសយើងជោគវាសនាប្រទេសយើងក៏ឡាប់ចាក់ប្រជាជនពីច្រើនត្រឡប់មកតិចការអភិវឌ្ឍជឿនលឿនត្រឡប់មកខជាប្រទេសក្រីក្រសាជាថ្មីហើយចាប់ផ្ដើមមកទល់ថ្ងៃនេះអញ្ចឹងមកពីអីមកពីខ្មែរឆ្លោះគ្នានឹងខ្មែរបើខ្មែរឆ្លោះគ្នាជាមួយនឹងបរទេសឲ្យចំតែខ្លួនឆ្លោះជាមួយបរទេសកុំឲ្យយកលេសបរទេសប៉ុន្តែមកហែកហួរខ្មែរនិងខ្មែរគ្នាឯងនោះវាធ្វើឲ្យដំណើរការនៃការកសាងប្រទេសជាតិវាយឺតទាំងអស់គ្រប់វិស័យការបាត់បង់ភាពខាតកើតឡើងពីការបែកបាក់បងប្អូនជាពលរដ្ឋមហាប្រជាពលរដ្ឋបរិស័ទទាំងអស់ជ្រាបថាប្រទេសជាតិមិនបាត់បង់ដោយសារការអភិវឌ្ឍទេប៉ុន្តែប្រទេសជាតិនឹងបាត់បង់ទៅដោយការបែកបាក់គ្នាចង់មិនចង់ពេលដែលឆ្លោះគ្នាគឺបែកបាក់ហើយចង់មិនចង់ពេលដែលបែកបាក់គឺការខាតបង់រមែងមានកុំនិយាយធ្វើដល់ការបាត់បង់ទឹកដីជារឿងសំខាន់ត្រឹមតែសេដ្ឋកិច្ចជាតិក៏នឹងប្រឈមមុខខ្លាំងដែរបើសិនជាយើងបែកបាក់ការវិនិយោគពីបណ្ដាក្រៅប្រទេសក៏នឹងចុះខ្សោយបើកាលណាយើងជួបប្រកែកគ្នាភ្ញៀវទេសចរបណ្ដាលលើពិភពលោកនឹងកលេសមកប្រទេសយើងជាប្រទេសគ្រោះថ្នាក់ហើយគេមិនចង់មកទស្សនាប្រទេសយើងចំណូលទេសចរយើងនឹងចុះខ្សោយវិស័យកត្តាធំសំខាន់ទាំងអស់នេះហើយធ្វើឲ្យខ្មែរយើងពិបាកក្នុងការងើបមុខលើឆាកអន្តរជាតិបើដរាបណាយើងឆ្លោះប្រកែកគ្នាម្ដងទៀត
ឬបើតារាបណាយើងបែកបាក់គ្នាម្ដងទៀតអត់មានផលចំណេញណាបានមកពីការឆ្លោះប្រកែកគ្នាធម្មតាអ្នកធ្វើរមែងមិនត្រូវអធិស្ស្រ័យអ្នកដែលចាំមើលទាំងអស់ក៏ពិតមែនប៉ុន្តែយើងសូមគិតអំពីផលប្រយោជន៍រួមជាធំជាជាងផលប្រយោជន៍ส่วนតួនិយមព្រោះខ្មែរយើងពីមហានគរគឺខ្មែរចេះរួបរวมគ្នាទើបយើងកើតជាចក្រភពមួយដ៏រុងរឿងក្រោយមកយើងបែកបាក់គ្នាព្រោះសង្គ្រាមឈ្លានពានខ្លះព្រោះសង្គ្រាមស៊ីវិលខ្លះធ្វើឲ្យយើងតូចមកដល់សពថ្ងៃតើជោគវាសនាយើងនេះវាកំសត់ប៉ុណ្ណាទៅទៀតឬក៏យើងចង់ឲ្យប្រទេសជាតិយើងកំសត់ម្ដងហើយម្ដងទៀតអត់មានថ្ងៃស្រាកស្រាងឬក៏យ៉ាងណាទុកសោកវិនាសកម្មកើតឡើងពីសង្គ្រាមក្របបែកមីនយោធិនពិការកុមារកំព្រាស្ត្រីមេម៉ាយវត្តអារាមខូចខាតអគារសាសនាខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកភ្លើងដាច់គ្រប់កន្លែងវិនាសកម្មដ៏ខ្មៅងងឹតនេះអ្នកដែលកើតទាន់យើងបានឃើញហើយចំណែកអ្នកដែលកើតមិនទាន់ក៏គួរតែកលេសទៅមើលប្រវត្តិសាស្ត្រឲ្យច្បាស់លាស់ថាសោកនាដកម្មនោះវារបៀបណាអញ្ចឹងក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជាដែលមានបំណងស្នេហាជាតិទាំងអស់តែយើងក៏បីនឹងរុញច្រានប្រទេសយើងឲ្យធ្លាក់ចូលទៅក្នុងភាពខ្មៅងងឹតបែបនេះទៀតឬក៏យ៉ាងណាបើប្រទេសមានការអភិវឌ្ឍឬសុខសាន្តត្រានហើយយើងពេញចិត្តមិនពេញចិត្តយើងសូមនិយាយគ្នាដោយសន្តិវិធីហើយមុននឹងហាមាត់ជេរប្រទេសបដាសាឆ្លោះប្រកែកសូមឲ្យគិតថាគាត់ជាខ្មែរខ្ញុំក៏ជាខ្មែរខ្ញុំជេរគាត់ខ្ញុំហាក់បីដូចជាជេរខ្មែរតែមូលហាក់បីដូចជាជេរម៉ែឪបងប្អូនខ្ញុំអញ្ចឹងដែរគាត់ជេរខ្ញុំហាក់បីដូចជាគាត់ជេរខ្មែរទាំងមូលអញ្ចឹងដែរព្រោះជេរគ្នាឬក៏ចោលប្រកាន់គ្នាដោយយកពាក្យមួយម៉ាត់ថាខ្ញុំជេរមកពីខ្ញុំស្នេហាជាតិការស្នេហាបែបនេះការប្រើពាក្យសម្ដីតកួបបបែបនេះក្នុងការស្នេហាជាតិជារឿងដែលខុសស្រឡះបងប្អូនមហាវិជាពុទ្ធបរិស័ទទាំងអស់យើងគ្រប់គ្នាមនុស្សមិនទាន់ជាព្រះទេបើគេជេរយើងមិនខឹងមែនទេខឹងអត់ខឹងទេទេដែលយើងខឹងហើយយើងនៅស្ដាប់ហេតុផលបានទៀតទេអត់ទេតែគេជេរឲ្យខឹងហើយឆេះហើយអត់ស្ដាប់ហេតុផលឲ្យបានទៀតទេបើសិនតែចេញមកអាឆ្កែអាឆ្មាហើយតែស្ដាប់អីតែជាគេអាឆ្កែដូចជាឆ្កែស្បប់នៅអត់យល់អញ្ចឹងមែនព្រោះដោយសារមនុស្សលើកំហឹងមកស្ដាប់ទៅហើយលែងយល់អញ្ចឹងមុននឹងនិយាយស្ដីអីយើងក៏បីប្រកាន់ក្រមសីលធម៌ពាក្យខ្មែរជាពាក្យបរបរដោយពាក្យពីរោះណាចូលមិនឥឡូវយើងលែងចេះពាក្យពីរោះចេះតែពាក្យជេរទៅវិញឬក៏ថាយើងចង់ញ៉ាំងសន្តានរបស់យើងឲ្យធ្លាក់ចុះក្នុងវិស័យដែលអន់ថយតាមរបៀបខ្វះក្រមសីលធម៌ឬក៏របៀបម៉េចនឹងគឺថាអត់ចំណេញទេអាណិតពូជសាសយើងខងបាក់មកច្រើនហើយយើងខ្លួនឯងមិនចេះចង់ឲ្យពូជសាសខ្លួនឯងបានសុខសាន្តត្រានចេះតែនាំគ្នាបកទៅក្តៅក្រហាយអីចឹងវាមានទៅចំណេញអីចំណេញតែគេមាក់ងាយយើងទេណាគ្រាន់តែប្រវត្តិសាស្ត្រខ្មែរធ្លាក់ចុះក្នុងសម័យខ្មែរក្រហមបណ្ដាលប្រទេសអឺរ៉ុបលើពិភពលោកឮពាក្យថាខ្មែរគេនឹកឃើញដល់ពូជខូខើព្រោះព័ត៌មានថាខ្មែរសម្រាប់ខ្មែរកាលនោះវៃដំច្រំធាក់ឡាប់កាប់អញ្ចឹងភាពស្អុយដែលកើតឡើងពីប្រវត្តិសាស្ត្រយើងធ្លាប់ជួបណាវានៅផ្សាយទៅបណ្ដាប្រទេសលើពិភពលោកមិនទាន់បាត់នៅឡើយទេហើយយើងសប្តាហ៍ថ្ងៃមិនទាន់នឹងថឹងអីប្រកបវិជ្ជាទេ
ឥឡូវឯណាកើតទៅដីឡើយនេះនឹងទល់មុខនឹងកើតហើយទៅពីនឹងទៅយើងច្អល់ថាពហិនឹងកើតទាំងអស់គ្នាមែនទេជោគអ្នកនៅមុខពហិច្អល់ឯណាកើតទៅទៀតចឹងណាកុំឲ្យតែកន្លែងខុសគ្នាហើយប្រកាន់ថាគេសិតតែខុសខ្ញុំកណាច្អល់ពីនឹងទៅកើតវាត្រូវហើយអស់លោកនៅមុខពហិច្អល់តែមុខទៀតវាត្រូវហើយมันអាចច្អល់មករកខ្ញុំកណាវិញចឹងទេយ៉ាងណាមិញយើងឈរកន្លែងខុសគ្នាគូគំនិតខុសគ្នាភាពគិតក៏ខុសគ្នាដែរអញ្ចឹងកុំឲ្យតែរបៀបគិតខុសគ្នាចោទថាអ្នកនោះអាក្រក់អ្នកនោះអាក្រក់អ្នកនេះអាក្រក់ឲ្យតែគិតក្រោះពីយើងគឺអាក្រក់ទាំងអស់មិនមែនអញ្ចឹងទេបុគ្គលម្នាក់ឲ្យតែបានចូលរួមចំណែកបំពេញកាតព្វកិច្ចក្នុងវិស័យណាមួយក៏ដោយក៏ឈ្មោះថាបុគ្គលបានជួយរស់ដែរបុគ្គលបានជួយរស់នឹងហើយគឺបុគ្គលបានជួយជាតិជាបញ្ញវន្តសង្ឃច្រើនហើយបានចេះដឹងទៅចេញពីវត្តច្រើនសម័យមកហើយជាពិសេសយើងក៏លេខទៅមើលសម័យអាណានិគមនយោបាយបារាំងដែលខ្មែរយើងទទួលការមើលថែពីបារាំងព្រោះអាណាព្យាបាលខ្លាយតែការមើលថែមិនដូចជាខ្មែរយើងមើលថែខ្លួនឯងទេគឺឪពុកម្ដាយគេហើយគេមកមើលថែយើងអញ្ចឹងមានការគៀបសង្កត់ខ្លះមានការរឹតបន្តឹងបើផ្នែកធម៌វិន័យសាលារៀនអីខ្លះតែអ្នកណាដែលចេញមុខប្រឈមជាងគេនេះគឺសាសនាវត្តអារាមវត្តអារាមអញ្ចឹងវត្តអារាមគឺដើរតួសំខាន់គ្រប់សម័យកាលទាំងអស់សូម្បីតែសម័យកាលបច្ចុប្បន្នក៏វត្តអារាមដើរតួសំខាន់យើងមើលតាមវត្តមួយចំនួនក្នុងប្រទេសវត្តខ្លះទទួលក្មេងកំព្រាឬក៏ក្មេងដែលខ្សត់ក្រឲ្យបួសឲ្យរៀនស្នាក់នៅនោះដល់តែ300អង្គក៏មាន400អង្គក៏មានអញ្ចឹងក្មេងទាំងអស់ហ្នឹងបើសិនមិនមានវត្តអារាមទេតើពួកគេត្រូវតែនៅទីណាសួរថាមណ្ឌលកុមារកំព្រានឹងទទួលអត់ទេក្នុងចំនួនក្មេងប្រព័ន្ធអង្គនេះមិនអត់ទេអញ្ចឹងហើយវត្តអារាមគឺសំខាន់ជាចំណែកមួយជាស្នូលមួយដែលលោកអ្នកប្រាជ្ញយើងលើកអង្គតំកើងជាបាវចនាមួយក្នុងចំណោមបាវចនា3មេធាសាសនាព្រះមហាក្សត្របានន័យថាប្រទេសកម្ពុជាយើងបាត់តែមួយណាទៅក៏ពិបាកក្នុងការតាំងនៅឲ្យល្អអញ្ចឹងវិស័យសាសនាសំខាន់ណាស់តែយើងមិនចាប់អារម្មណ៍ហើយធ្វើមើលមិនឃើញបើគ្រាន់តែយើងមិនដឹងឲ្យគេប្រាប់អាហ្នឹងយើងអាចភ្ញាក់រលឹកតែណាស់តែយើងមិនដឹងហើយមិនធ្វើដឹងទៅទៀតទោះតែគេខំលើកយកមកពន្យល់ប្រាប់បង្រៀនបដៅយ៉ាងណាក៏យើងនៅតែធ្វើមិនឃើញថាប្រយោជន៍សាសនាហ្នឹងមិនមានយើងមើលរដ្ឋដែលដឹកនាំដើម្បីលោកអំបត្តិសាសនាដែលគិតថាគ្មានប្រយោជន៍បានមកវិញនៅតែភាពហិនហោចខ្លោចសារដល់សង្គមប៉ុន្តែសម័យកាលណាដែលលើកតម្កល់តម្កើងសាសនាជាសម័យកាលដែលរុងរឿងយើងក៏លេខទៅមើលសម័យមហានគរគឺប្រជាជាតិកម្ពុជានេះលើកតម្កល់តម្កើងសាសនាណាលើកតម្កល់តម្កើងសាសនាដូច្នោះហើយប្រជាសម័យនោះមានភាពរឹងមាំដោយផ្លូវចិត្ត
Chẳng tổng vơ đại thưa tới cứ ai lứa côn là thó sẽ chặt thó nâng sẽ chỉ bởi thó rồi tổng vơ đại học nó bắt hâm tranh vì ca ọp rốt rồi bỏ xả sna hai bị chia cô rót vơ tới miền nừ cầm lăng tam mà nô à rồi mà nô về nhiến thưa ai ca thưa tới ban được thiệp là o rồi thiệp là o lúc rồi miền à róc nước sờ mai thả chỉ ca đã thưa tới ban được đó giao cho nông lô này phó nông nông lô không khởi lấy bầu vinh sờ mai ca phải chụp bọt sầm nông sát na miền tràn tân tân là nô khiêm bồ na khiêm sông phát đam nha đal cô na côn mà cha liền vô một bò sát đằng óc nè rồi cả phơi nơi sông nông sát na sâu phơi kích vì nết vì chay ai men đen pro sông nông sát na đấy chỉ kê đần nặng khoa sầm rạc chi mình men trâm tại vừa đâu ao để rối tê cứ đồng nang tí kết cha nụ phiếp nông sầm mày nâng phó ông pi vấp bật thò khươnในบทในดมไล่กโบกบัดราชนะขนงสมัยกาลพอสำนองมวยมวยเป็นเจ็ดที่อายุกาลหนึ่งสมัยการะบอบจีเจือจังเลยอย่างไม่ครบไปบุคคลหน้าคนไม่แจ้กระป๋องปีนัดยืนทั่วสำนองมวยอ๋อรอบ$10,000รอบ$100,000chân dương từ kha chồng na và bay ram ca kẹt rồi đi phong mê môi oi là ớt là on chồng nai ram tại pi bay quan đồ là phầnนั้นđấy tai dương từ tua ban sầm nong máuคือlà o miền bay miền Thái rồi ở tây Campuchia dương mình bay từ lui chầm long đi ở tây na thìคือthưaแต่ครูเอาแต่ละอđấy cứ ở xa nè rồi dương miền crop chẳng miền crop chẳng trang tùm rong bọc ở thua tùm rong là lây chạy thua bố các ba chồng lạc xì miên sắp có thật con là trời ca dương co sang làng bình rồi dương bạc tới nơi sở máy ca khai vườn gần mới nó đại bật trên dương từ tu ca vòng flex vòng plan vui bát ta tang vào vật sa miên bây về kia là o sa miên sả la là o sa miên cọp là o sa chị bạn khơi máu dương ban rút rút rụp đọc màu vịnh dương chắc là co sang ao để cao sân tư thừa mấy sầm mây để dương có đèn thả vì cá có đèn đẹp trẻ con trai mà đo sầm mây cả này dương mình phải cái tê nè để trẻ bật bọt còn dương con mình có rồi hốt đau thân nặng ở miền bài hô ấy nữa đây con tại thả không sầm mây con lười dốc đòi xe để cách cứ rồi chia chiết đằng dương đằng kế chuốc đằng ở nế con tại thả ca tới xong tới nơi ở các sầm rạp co sáng như mình ở thế dựng miên chân lây dần mấy người dương qua bấy thưa nơi sầm non nâng kia sasna nó oi là o oi xong chiaប្រទេសដែលមានអរិយធម៌ចំណាស់កុំខ្លាចថាអាស្អាតនឹងជារបស់គេកុំយើងមានអង្គរបត់ដែលជាតាតាំងប្រវត្តិសាស្ត្រផ្នែកខឿនបព្វធម៌ហើយយើងយកតែលំនាំទាំងអស់នឹងមកកសាងវាបានល្អជាងរបស់ដែលគេធ្វើទៅទៀតគ្រាន់តែយើងមិននឹកឃើញដល់ហើយចេះតែយកគំនិតថាធ្វើសិនតែឲ្យទៅរួចតែយើងត្រូវដឹងថាការដែលធ្វើឲ្យអត់បាយចោលវិញបានទេអញ្ចឹងវាធ្វើឲ្យក្មេងខាងក្រោយយល់ច្រឡំយើងគិតមើលថាការដែលជាជាតិយើងនេះកំពុងតែវង្វេង
mình men mau pi cả ta mùi thế cứ trơn trơn rồi chia chia cái căn rê chia này dùng rồi dương đá con tái trâm cũng rất vợ thua không mấy nặng đi cũng muốn kỳ chế ra đi chỉ sập cho cả lấy một dương bình chọc đọc nà nà hại để chua mà chắc phải đấy về khăn mình đang đăng thả ra thôi luôn giờ mày bảo hai dương cũng uất cùng đa từ uất ra bò tê sạc nhom miên cầu vọt nhom miên và xa tuy nâng kỳ lư bao du năm hả hai vật hộ nông mình men dương nè thưa đê đồn ta dương còn nè thưa tay kỳ trong khơi ta ui nóng à sọt ngay thưa bạn ấy khá ta dương rồi ngay miền ấy uất kì dương mình miên ở đây đây bọc hàng ghế mau vì dương công pông tại nơi bún rồi là nơi bồng vê nhở là dương sọ lanh con chỉnh châm chiên con bồng cà sọt và thua kế đôi chị đặt buôn công phe xây cho mong toàn mình ban bảo man nam phong chết được ở khía bạch cái và thua khuôn anh nơi chịu muối tăng bị môn khuôn ai cao để tiết bài chỉ mình chết hai dương công pông ta thưa ở khuôn bắt bong nơi tầm lay này à đây giờ thua đã phục không rồi bỏ gì hết riêng đại dư cô thưa miên tràn đại dương mình thưa dương ta riêng đại mình chăm bạch thưa hay dương vô một thưa không chỉ vật bạch tràn chị lúc tầng lái từ chăm chốc nữa ta chỉ vứt đầy nhang khuôn ai ở miên sự đây sắp cứ thả chỉ vứt nè na cái thưa ấy ban cho bán cái thưa đâu dương thưa ấy ban cho bán dương thưa năn màu công tư tết tiền công tư chuyên này công tư xong đai ca mình quên chết chỉ môi là mẹ đặt đều rồi ông tư tại hoàng nô nhang khuôn hỏi ban đòn là sự đây đau cả hai hái miệt bà tiệt tại riêng để trang bạch bà chị con cứ ca lơ cầm ca nơi ở bây đây chia rồi bỏ dương thua miên dương sắp ngay bỏ trào tràn hơi ná hơi sòng va sòng tinh tại con trình châm đại kia một nhau luôn đằng dương cứ bọc vào thua ở đây nó đại kia một nhau luôn đằng dương nó hai dương ọt miên vô con bằng cái luôn ai một bằng hai ở kia khơi chết tại vô con trình châm mà uột kì chân Paul chùm nên mình ba một lời dương thế xong rồi dưới chui kết vì cha là na được óc nia là bay cờ lên một cái prai luôn này công lại đây để cho luôn nâng Việt Nam công lại đây để cho luôn nâng Thái rồi ngay ấp Thái riêng ba bà thua tại xua thằng mà cha đau nước vư ban bẩn man hơi một con này chùm riệp xua ở đằng che con nâng sân tại bà đã hỏi ấy từ ấp kia thưa ấy một sông bay tại đấy sạch chụp ăn rồi rồi bài thay đây nó ai từ ấp thay mà thưa ấy được mà tê hà na thưa bị khai hiền trên đi và nan đã đừng tạm bị thay vô rồi nè ai chết rồi non thuê thật ấp thay nè với ban phải giao ấy là lời này mà sửa mình dần ai chết rồi tam ta kia nâng từ chế thay ấp thay và nông mọt bánh bùi là ấp thay nè
រហូតដល់តែមែនទេរបស់ខ្មែរធ្វើលែងហ៊ានដាក់ឈ្មោះខ្មែរទៅទៀតព្រោះខ្លាចគេមិនប្រើមានតែខ្ចីថៃយកមកប្រើតែដល់តែមើលមែនទេតាមមែនទេខ្មែរអ្នកធ្វើសិនតែក្នុងមាត់ជេរគេពេញមាត់ជេរគេចោលប្រវត្តិសាស្ត្រជេរគេយ៉ាងនេះយ៉ាងនោះអីចឹងទៅលោកទាំងឡាយហើយប្រទេសជាតិណាក៏ដោយតែរស់នៅជិតគ្នាហើយរមែងមានវប្បធម៌ដូចគ្នាខ្លះស្រដៀងគ្នាខ្លះប៉ុន្តែគេមានបែបផែនរបស់គេយើងមានបែបផែនរបស់យើងកត្តាដែលសំខាន់មិនមែនយើងទៅអង្គុយច្រណែនគេមិនមែនយើងទៅអង្គុយខឹងគេស្អប់គេដែលយករបស់យើងទេតែកត្តាសំខាន់គឺយើងត្រូវស្គាល់ថាមួយណាជារបស់យើងសិនមួយណាជារបស់គេសិនវៀតណាមក៏ដូចគ្នាដែរស្អប់គេខឹងគេការតាំងមុខលោកទេនេះយកពីណានេះយើងគិតឲ្យមែនទែនថារឿងទាំងអស់នេះឥតប្រយោជន៍ទេ